Hello សួស្តីអ្នកទាំងអស់គ្នាបាយអ្នកទាំងអស់គ្នាយូរហើយឥឡូវខ្ញុំចាប់ផ្ដើមធ្វើវីដេអូវិញហើយអញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់ដឹងពីអារម្មណ៍អ្នកដែលអ្នកទាំងអស់គ្នានឹកគិតសម្រាប់អ្នកកើតធាតុទឹកសាញ់ធាតុទឹកមាន Scorpio Pisces ហើយនឹងCancer អញ្ចឹងមាន3ហ្នឹងអញ្ចឹងចង់ដឹងថាតើអ្នកដែលអ្នកទាំងអស់គ្នាកំពុងតែគិតដល់ឥឡូវហ្នឹងតើគេមានអីចង់ប្រាប់អ្នកទាំងអស់គ្នាបែកខ្ញុំយូរមានអារម្មណ៍មិនដែរខ្ញុំខានធ្វើវីដេអូយូរទី1 My Beloved អ្នកទាំងអស់គ្នាមើលច្បាស់ចេញមកគឺស្នេហាគឺអ្នកដែលទាំងអស់គ្នានឹកគិតមកអាចជាសង្សារឬក៏អីចឹងណាគាត់មានសេចប្រាប់ថាគាត់ចង់អោបយើងនៅក្នុងទុកនៅក្នុងដៃរបស់គាត់ហើយគាត់សង្ឃឹមថាយើងបាននៅក្បែរគាត់ចឹងខ្ញុំមានអារម្មណ៍ថាអ្នកដែលនៅសាញធាតុទឹកអ្នកទាំងអស់គ្នាកំពុងតែគិតដល់ហ្នឹងអាចកំពុងតែនៅឆ្ងាយពីអ្នកទាំងអស់គ្នារបៀបថា long distance we've been together for a lifetime okay and I'm your forever and ever ចឹងមានអារម្មណ៍ថាអ្នកទាំងអស់គ្នានឹកគិតសម្រាប់អ្នកសាញធាតុទឹកគឺមានន័យថាគាត់នៅឆ្ងាយគាត់នឹកអ្នកទាំងអស់គ្នាខ្ញុំសុំមួយទៀតតើមានអីចង់ប្រាប់អត់តើអ្នកទាំងអស់គ្នាបានឮគាត់ហៅឈ្មោះអត់ចឹងមានន័យថាគាត់កំពុងតែនឹកគិតដល់អ្នកទាំងអស់គ្នាដែរឥឡូវហ្នឹងហើយគាត់ទិញឈ្មោះយើងគាត់ចង់ឲ្យអ្នកទាំងអស់គ្នាឮដែរថាគាត់កំពុងតែនឹកអញ្ចឹងអាចនឹងគាត់នៅឆ្ងាយពីអ្នកទាំងអស់គ្នា long distance ចេញធូរអបខប់មកចឹងមានន័យថាអ្នកទាំងអស់គ្នានឹងបានជួបគាត់នៅពេលឆាប់ខាងមុខហ្នឹងបានជួបគាត់អីអញ្ចឹងមិនបាច់ប្រំទេនៅសម្រាប់អ្នកកើតធាតុទឹកបានជួបគាត់នៅពេលបន្តិចទៀតហ្នឹងមើលទៅបែបរ៉ូមែនទិកព្រោះទៅស្អីមានបន្តិចមានអីមានទឹកមានអីទៀត share សាំប៉ាញមួយគ្នាអញ្ចឹងខ្ញុំគិតថាអាចនៅក្នុងកម្មវិធីបុណ្យអុំទូកដឹងដែលអ្នកទាំងអស់គ្នាអាចនឹងជួបគ្នាវិញអញ្ចឹងព្រោះដោយសារបុណ្យអុំទូកយើងដឹងហើយថាយើងមានប្រែប្រទេសស្ពះប្រខែហើយទៅអាចនឹងមានឱកាសជួបគាត់នៅក្នុងឱកាសបុណ្យអុំទូកហ្នឹងអញ្ចឹងខ្ញុំមើលមានអីទៀតអត់អ្នកកើតធាតុទឹកចិត្តបានជួបគ្នាអញ្ចឹងដូចអត់មានចេញអីទៀតទេយ៉ាមកមួយទៀតអូហូ Fire of Sword អ្នកទាំងអស់គ្នាអាចរងចាំគាត់បន្តិចទៅអាចនឹងគាត់មកនៅពេលខាងមុខហ្នឹងកុំខ្សែកើតទុកកុំអោបទុកតែឯងពេកអត់មានរឿងអីកើតឡើងទេគាត់នៅតែនឹករលឹកចឹងព្រោះដោយសារអាចនឹងគាត់ទៅធ្វើការនៅកន្លែងឆ្ងាយឬអីចឹងណាចឹងសម្រាប់អ្នកសាញធាតុទឹកកុំប្រាំអីគាត់នឹងមកឆាប់អញ្ចឹងអរគុណមានតែប៉ុណ្្នឹងទេ